ចឹងខាងក្រោមនេះលោកគ្រូមានព័ត៌មាន GID បុគ្គលិកហើយព័ត៌មាន region មាន name មាន department មាន man មាន year មាន cell ហើយមាន discount អញ្ចឹងនៅក្នុងខាងក្រោមនេះគឺលោកគ្រូចង់បានឈ្មោះហើយរៀបចំ ID region ទៅតាមអ្វីដែលព័ត៌មានចង់បានហើយយើងក៏លេខមើលថាឈ្មោះនេះគឺព័ត៌មានខាងលើនៅនេះហើយ ID ចាំនៅក្រោយវិញឃើញទេ region នៅក្រោយវិញហើយចំនួនគឺថាយើងប្រើរូបមន្ត VLOOKUP បានទេអត់បានទេវាមិនដែលពីណាប្រើរូបមន្ត VLOOKUP ថយអញ្ចឹងមានតែទៅមុខអញ្ចឹងបើសិនយើងចង់ប្រើរូបមន្ត VLOOKUP មានន័យថាយើងត្រូវកែតម្រូវ file ហ្នឹងគឺដាក់តាម order ទៅតាមព័ត៌មានចង់បានហើយបានយើង apply ពី lookup ទៅក៏ប៉ុន្តែចំណុចពិសេសនៃការប្រើប្រាស់រូបមន្ត index ជាមួយ match ហ្នឹងគឺអត់ចាំបាច់ទៅលើការរៀបចំទៅលើ file master របស់យើងទេគឺគាត់ចង់បានអីគាត់ឲ្យយើង apply រូបមន្តចូលទៅបានតោះអញ្ចឹងមកមើលទាំងអស់គ្នាអញ្ចឹងនៅនេះលោកគ្រូប្រើរូបមន្ត index អញ្ចឹង index យ៉ា index សួរ array អញ្ចឹង array តម្លៃទាំងអស់ហ្នឹងអូខេតមកទៀតយើងទៅrow យើងអត់ទៅរាប់ទេយើងចំនួនដោយ match function យើង match function នេះគឺ lookup value ឈ្មោះតមកទៀត lookup array គឺឈ្មោះនេះឃើញទេឡើយអញ្ចឹងមកតមកទៀតយក exactly ហើយយើង match ជាមួយនឹង column វិញម្ដងអញ្ចឹង column គឺនេះយើងយកកូដនេះមកហើយតមកទៀត lookup array column នេះ column បៀមួយមកយក0ហើយអញ្ចឹងកន្លែង array លោកគ្រូ log ទាំងអស់ហើយlog ទាំងអស់ហើយកន្លែង A 48លោកគ្រូ log column អត់ log row ទេហើយ A 35 A C 42 C 35 C 42 log ទាំងអស់ដែរ B 47 B 47 ID អញ្ចឹងលោកគ្រូ log column លោកគ្រូ log row អត់ log column ទេអូខេអញ្ចឹងនេះលោកគ្រូ log ទាំងអស់ដែរ array log array អញ្ចឹង enter មួយមកបានបងអូខេអញ្ចឹងលឿនណាអ្នកនរនេះមើលលឿនអត់ចាំបាច់ទៅរៀបចំ file ហ្នឹងហើយ apply រូបមន្តVLOOKUP ទេបានន័យថា management ក៏ចង់បានអីយើងគ្រាន់តែ apply រូបមន្តយល់ពីតម្រូវការហើយប្រើប្រាស់រូបមន្តឲ្យចំទិសដៅនៃការប្រើប្រាស់របស់យើង